รับសាច់ជ្រូក3ជាន់បំពងនេះគឺធ្វើទៅល្អមែនទែនស្បែកឡើងពងស្រួយល្អហើយក៏អត់ផ្ទុះខ្លាញ់ដែរបងប្អូនចង់ធ្វើសាច់ជ្រូកបំពងឲ្យស្បែកវាឡើងពងស្រួយល្អអញ្ចេះណាថ្ងៃនេះគឺយើងអត់ចាំពិបាកមានម៉ាស៊ីនអាំងអីដូចគេទេគឺយើងធ្វើបែបលក្ខណៈបុរាណណាបងប្អូនគឺយើងធ្វើបែបលក្ខណៈសាមញ្ញធម្មតាបងប្អូនថាធ្វើហ្នឹងគឺយើងមានតែខ្ទះឆាមួយហើយប្រេងឆាបន្តិចបន្តួចទៅក៏បានដែរបងប្អូនសាច់ជ្រូក3ជាន់នេះគឺខ្ញុំមានចំនួន1គីឡូហើយបងប្អូននិយាយពីថាសាច់ជ្រូកនេះទុកតាំងពីសម័យណាទេបងប្អូនថាទិញមកហ្នឹងមិនមែនទិញឡៅឡៃទេបងប្អូនខ្ញុំទិញមកយូរហើយខ្ញុំទុកនៅក្នុងទូកក់ទៅវាផ្លេចទៅបំរើកកាយឃើញទៅបានយកមកធ្វើហូបចឹងណាគឺខ្ញុំដាក់ដាំទឹកដោយដាក់ស្លឹកខ្ទឹមចូលម្ដងហើយស្លឹកខ្ទឹមនេះគឺខ្ញុំគួចវាចឹងទៅបន្ទាប់មកដាក់អំបិលម្រេចរ៉ូឌីចូលមុខបន្តិចបងប្អូនដាក់គ្រឿងក្រើចូលមុខបន្តិចចេះទៅពេលដែលយើងស្ងោរសាច់ជ្រូកធ្វើឲ្យសាច់ជ្រូករបស់យើងវាមានជាតិតិចបងប្អូនគ្រឿងក្រើបើបងប្អូនអត់មានគ្រប់មុខដូចខ្ញុំចេះបងប្អូនអាចដាក់តែអំបិលមួយមុខក៏បានដែរនៅពេលដែលយើងដាក់សាច់ជ្រូកចូលហើយគឺយើងត្រូវដាក់ស្ងោរវាឲ្យវារាងឆ្អិនបន្តិចបងប្អូនសាច់ជ្រូកនេះបើសិនជាបងប្អូនចង់ស្ងោរវាឲ្យឆ្អិនល្អក៏បានដែរគ្រាន់តែថាថ្ងៃនេះគឺខ្ញុំដាក់ស្ងោរវាឆ្អិនតែ50%ទេភាសាថ្ងៃនេះគឺខ្ញុំធ្វើរៀងល្ងាចដែរអញ្ចឹងទៅគឺបញ្ញាប់យកវាទៅដាក់ហាលថ្ងៃដោយសារថ្ងៃរៀងជ្រេចូលប្រឡប់ដែរបន្ទាប់ពីយើងស្ងោរសាច់ជ្រូកហើយយើងស្រង់ចាញ់មកយើងយកសមចុចច្រំវាអញ្ចេះទៅយើងច្រំវាអញ្ចេះទៅពេលដែលយើងយកទៅដាក់បំពងស្បែកជ្រូករបស់យើងឡើងពងល្អមែនទែនហើយមកខ្ញុំយកវាមកឆូតជា3ឆ្នូតចាំមកឲ្យវារៀងដុំទូចបន្តិចកាលណាតែពេលយើងឆូតអញ្ចេះពេលដែលឆ្អិនទៅគឺយើងងាយស្រួលកាប់ក្រោយពីយើងឆូតសាច់ជ្រូករួចហើយយើងយកអំបិលហើយនឹងទឹកខ្មេះយកមកលាបពីលើវាឲ្យសព្វសាច់ជ្រូកនឹងបានល្អបងប្អូនណាតែយើងលាបទឹកខ្មេះហើយនឹងអំបិលបានសព្វសាច់ជ្រូកល្អគឺនៅពេលដែលយើងដាក់បំពងទៅគឺវាឡើងពងឡើងស្រួយល្អមែនទែនសម្រាប់ការបំពងសាច់ជ្រូកឲ្យឡើងស្រួយល្អគឺយើងចាំបាច់ត្រូវតែប្រើទឹកខ្មេះអត់បានទេបងប្អូនហើយពីយើងលាបអំបិលហើយនឹងទឹកខ្មេះហើយយើងយកវាមកដាក់ហាលថ្ងៃឲ្យវាស្ងួតបន្តិចបងប្អូនហើយពេលដែលខ្ញុំដាក់ហាលសាច់ជ្រូកហើយខ្ញុំងាកមកធ្វើជ្រក់ម្ដងហើយជ្រក់ថ្ងៃនេះគឺខ្ញុំប្រើទឹកស៊ីអ៊ីវបងគឺខ្ញុំមានស្លឹកខ្ទឹមខ្ញុំហាន់វាជាកណាត់ទូចខ្លីៗហើយនឹងជីក្រហមបន្តិចខ្ញុំហាន់វាទូចដូចគ្នាយើងដាក់វាទៅឲ្យវាឈ្ងុយឆ្ងាញ់តែខ្ចីគឺខ្ញុំដាក់4-5គ្រាប់ដែរដោយសារចូលចិត្តរាងហឹលតិចហាន់វាទូចហើយបន្ថែមជាមួយនឹងអង្ករលីងបងប្អូនមួយស្លាបព្រាបាយដែរមកដាក់ប៊ីចេងគឺខ្ញុំលួចតែបន្តិចទេហើយបន្ទាប់មកខ្ញុំដាក់ទឹកស៊ីអ៊ីវចូលមកលិចជីរបស់យើងហ្នឹងរួចហើយខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតក៏ដូចជាអំពិលទុំហ្នឹងមកកូនដុំទូចដែរប៉ុណ្ណេះទៅគឺរួចរាល់ជាស្រេចសម្រាប់ទឹកជ្រលក់របស់យើងហើយភ្លក់ទៅគឺវារាងស្ទើរហឹលបងប្អូនអញ្ចឹងទៅខ្ញុំថែមជាមួយនឹងម្ទេសក្រៀម4-5គ្រាប់ទៀតក្រោយពីយើងលាយទឹកជ្រលក់រួចហើយយើងងាកមកបំពងសាច់ជ្រូករបស់យើងនឹងម្ដងសម្រាប់សាច់ជ្រូកគឺយើងហាលថ្ងៃវាឲ្យវាស្ងួតទឹកល្អបងប្អូនមិនចាំបាច់ក្រៀមអីណាទេណាតែយើងដាក់ហាលថ្ងៃស្ងួតទឹកល្អគឺពេលដែលបំពងទៅវាអត់ផ្ទុះដល់ពេលដែលយើងដាក់បំពងសាច់ជ្រូកគឺយើងអាសាប្រែប្រន់វាផងឲ្យវាឆ្អិនបានស្មើសាច់គ្នាល្អបងប្អូនក្នុងការបំពងសាច់ជ្រូកនេះដែរគឺដើម្បីបំពងឲ្យស្បែកវាឡើងពងល្អគឺខ្ញុំបំពងវា3លើកបងប្អូនមើលតាសាច់ជ្រូករបស់យើងឆ្អិនគួរសមហើយយើងស្រង់វាទុក15នាទីសិនណាបងប្អូនទុកឲ្យសាច់របស់យើងនឹងវាចុះត្រជាក់បន្តិចចាំយើងយកវាមកបំពងម្ដងទៀតបំពងសាច់ជ្រូករបៀបអញ្ចឹងគឺយើងអត់ចាំបាច់មានម៉ាស៊ីនអាំងឬមួយក៏មានថ្ងៃហាលឲ្យក្រៀមល្អទេគ្រាន់តែថាយើងបំពងរាំង2-3កលិបន្តិចបងប្អូនបំពងវាម្ដងហើយយើងស្រង់វាទុក15នាទីសិនឲ្យវាត្រជាក់ហើយចាំដាក់បំពងម្ដងទៀតទៅយើងធ្វើអញ្ចឹងស្បែកជ្រូករបស់យើងគឺឡើងពងល្អមែនទែនគឺអត់មានកន្លែងណាដែលថាអត់ពងទេហើយចំណែកឯសាច់ខាងក្នុងគឺវានៅតែទន់ឆ្ងាញ់វាអត់ក្រៀមកញេះបងប្អូនក្រោយពេលដែលខ្ញុំដាក់បំពងបាន3លើកហើយបងប្អូនឃើញថាស្បែកជ្រូកគឺឡើងពងល្អមែនទែនជ្រូក3ជាន់បំពងស្បែកឡើងពងស្រួយល្អអញ្ចឹងបងប្អូនមើលបានទឹកក្រូចត្រជាក់អីហ្មងក្រោយពីយើងធ្វើឆ្អិនហើយគឺយើងយកវាមកកាប់អញ្ចឹងមកបងប្អូនពីថាបងប្អូនពេលដែលញ៉ាំទៅឡើងស្រួយស្រោកលឺទៅក្របនៃទំនេរបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាផងជាពិសេសពេលជួបជុំបងប្អូនអីចឹងមើលខ្ញុំញ៉ាំឲ្យមើលបងប្អូនសំឡេងលឺទៅក្របនិយាយពីថាគ្រាន់លឺសំឡេងក៏ដឹងតែស្រួយដែរបងប្អូនឡើងស្រួយស្រេះតែម្ដងបងប្អូនអើយ